បាទសូមគោរពក្រាបថ្វាយបង្គំហើយសូមជំរាបសួរខានចេញវីដេអូយូរហើយនេះគឺជាវីដេអូលើកទី34បាទបន្តពី33ពាក់ព័ន្ធជាមួយនឹងការអប់រំក្នុងរយៈកាលយើងបើកវិស្មការថ្មីប្រហែលជាយើងចូលបានពីសប្តាហ៍ហើយនៅខាងសាលារដ្ឋរបស់យើងហើយក្នុងនេះខ្ញុំក៏ចង់លើកមួយចំណុចតូចព្រោះដោយសារសាលាមជ្ឈមណ្ឌលយើងខ្ញុំគឺជាកន្លែងបណ្ដុះបណ្ដាលភាសាអង់គ្លេសក្រៅម៉ោងបាទដើម្បីប្រព័ន្ធបន្ថែមទៅលើភាសាបរទេសបាទអញ្ចឹងខ្ញុំចង់ជម្រាបជូនដល់មាតាបិតាដែលយកកូនមកចុះឈ្មោះចូលរៀនសូមតាមដានការសិក្សារៀនសូត្រមិនថានៅមជ្ឈមណ្ឌលនៃមូលដ្ឋានចំណេះដឹងយើងខ្ញុំបាទក៏ដូចជាសាលារដ្ឋបាទដើម្បីតាមដានការសិក្សារបស់កូនវិជិះវៀងកូនអត់ចូលសាលាហើយយើងអត់ដឹងរយៈកាលនេះគឺមានច្រើនជាពិសេសជានៅខាងមជ្ឈមណ្ឌលយើងខ្ញុំម៉ែឪអត់ដឹងកូនខានរៀនមួយសប្តាហ៍អ្នកខ្លះ2សប្តាហ៍ហើយម៉ែឪអត់ដឹងបាទលុះត្រាតែគាត់ទេមកយើងបានយើងឆែកជីវត្តមានហើយសូមអធិស្ឋានដែរដោយសារអីដោយសារខាងយើងខ្ញុំអត់ហ៊ានតំណែងទៅទេព្រោះថាយើងជាមជ្ឈមណ្ឌលសិក្សាក្រៅម៉ោងមានន័យថាអត់ឃើញការអត់ឃើញមក3ថ្ងៃហើយអត់មានការជូនដំណឹងពីអាណាព្យាបាលគឺសាលាមជ្ឈមណ្ឌលយើងខ្ញុំចាត់ទុកថាគាត់បោះបង់ការសិក្សាណាហើយចំណុចទី2សូមឲ្យអាណាព្យាបាលនៅពេលដែលដឹងកូនខ្លួនឯងការសិក្សាសូមជួយជំរុញឲ្យគាត់មកសិក្សាពីព្រោះយើងក៏មានឃើញសិស្សច្រើនមួយចំនួនដែរគាត់ឈប់យូរពី3ខែឬក៏4ខែអ្នកខ្លះក៏ឈប់2ខែអញ្ចឹងទៅនឹកឃើញចង់មករៀនទៀតធ្វើតេស្តសមត្ថភាពរបស់គាត់ធ្លាក់ចុះដល់ពេលកម្រិតទាបយើងបញ្ជូនគាត់ទៅរៀនជាមួយនឹងកម្រិតដែលត្រូវគាត់ខ្មាស់គេដោយសារអីដោយសារគេទូជាងគាត់អីចឹងទៅអញ្ចឹងធ្វើឲ្យកូនក្មេងហ្នឹងចាប់ផ្ដើមខ្មាស់សាលាអញ្ចឹងខ្ញុំក៏ទាញចំណាប់អារម្មណ៍ថាវាមិនខុសពីសាលារដ្ឋទេបើសិនជាគាត់រៀនអត់ទាន់គាត់ចាប់ផ្ដើមខ្មាស់សិស្សខ្មាស់គ្រូគាត់លែងទៅរៀនហើយអញ្ចឹងវាធ្វើឲ្យកូនក្មេងអាចបោះបង់ការសិក្សាហើយការបោះបង់ការសិក្សានេះគឺវាគ្រោះថ្នាក់ធំសម្រាប់ជីវិតរបស់គាត់នៅពេលអនាគតអញ្ចឹងអាណាព្យាបាលខ្ញុំជឿជាក់ថាអាណាព្យាបាលគឺចង់ឲ្យកូនខ្លួនឯងបានសិក្សារៀនសូត្រឲ្យត្រឹមត្រូវបាទដើម្បីក្លាយជាពលរដ្ឋជាសិស្សល្អជាពលរដ្ឋល្អនៅក្នុងសង្គមហើយគឺជាមនុស្សដែលមានមុខមាត់ជាពិសេសគឺគាត់មានចំណេះដឹងក្រមសីលធម៌ទាំងអស់សម្រាប់ប្រើប្រាស់នៅក្នុងសង្គមហ្នឹងហើយទាំងវិស័យការងារផងដែរនេះគឺជាចំណុចខ្លីខ្ញុំចង់លើកតែប៉ុណ្ណឹងបាទហើយចំណុចទី3មជ្ឈមណ្ឌលមូលដ្ឋានចំណេះដឹងយើងនឹងក៏មានវគ្គសិក្សាចុះឈ្មោះជារៀងរាល់ថ្ងៃធ្វើតេស្តបាទហើយនៅក្នុងបច្ចុប្បន្ននេះយើងកំពុងតែចុះឈ្មោះបើកថ្នាក់ថ្មីមួយទៀតសម្រាប់សៀវភៅHeadway Elementary បាទ Headway Elementary នេះមានន័យថាពួកធំអ្នកថ្នាក់ទី10អ្នកថ្នាក់ទី9ថ្នាក់ទី8ថ្នាក់ទី11ដែលគាត់ខ្សោយភាសាអង់គ្លេសគាត់អាចចូលរៀនបានព្រោះវគ្គហ្នឹងមនុស្សធំហើយអញ្ចឹងអាចមកធ្វើតែបានគឺម៉ោងចូលរៀនគឺម៉ោង5កន្លះម៉ោង6កន្លះបាទម៉ោង5កន្លះ1កន្លះអញ្ចឹងបើមានចំណាប់អារម្មណ៍អាចសូមអញ្ជើញមកចុះឈ្មោះធ្វើតេស្តបាទធ្វើតេស្តចូលរៀនបាទសូមអរគុណ